នេះខ្ញុំសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីសុខភាពខ្ញុំបានវិលមកជួបលោកអ្នកជាថ្មីម្ដងទៀតកាលពីសប្តាហ៍មុននោះយើងបានសន្យាថានឹងលើកយកនៅប្រធានបទដដែលប៉ុន្តែយើងនឹងបន្តប្រធានបទនេះជូនទៅដល់លោកអ្នកបានទស្សនាស្វែងយល់ដោយយើងបានផ្ដោតសំខាន់ទៅលើបញ្ហាឈឺពោះដោយការសប្តាហ៍មុនយើងបានលើកយកនៅបញ្ហាដែលតាក់ទងជាមួយនឹងគ្រោះនៅក្នុងប្រមាត់និងបញ្ហារលាកក្រពះហើយនៅក្នុងសប្តាហ៍នេះយើងនឹងលើកយកប្រធានបទថ្មីមួយទៀតដើម្បីជូនទៅដល់លោកអ្នកបានស្វែងយល់តាក់ទងជាមួយនឹងការឈឺពោះនេះដែរគឺតាក់ទងជាមួយនឹងប្រធានបទរលាករំពេងតើអ្វីទៅជាជំងឺរលាករំពេងលោកវិជ្ជបណ្ឌិតអវឌ្ឍនៈនឹងអញ្ជើញមកបកស្រាយជូនលោកស្រីនិងកញ្ញាទស្សនានៅក្នុងថ្ងៃនេះលោកវិជ្ជបណ្ឌិតអវឌ្ឍនៈគឺជានាយកនៃ Clinic Princess ដូច្នេះនាងខ្ញុំសូមគោរពអញ្ជើញលោកអ្នកជួបជាមួយនឹងលោកវិជ្ជបណ្ឌិតទាំងអស់គ្នាចា៎សូមជម្រាបសួរលោកវិជ្ជបណ្ឌិតសូមអរគុណនៃការចូលរួមជាថ្មីម្ដងទៀតហើយលោកវិជ្ជបណ្ឌិតតែងតែលើកយកនៅប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ហើយនឹងប្រធានបទពិសេសជូនទៅដល់អ្នកដែលកំពុងតែទស្សនាដើម្បីឲ្យគាត់បានស្វែងយល់តាក់ទងជាមួយនឹងបញ្ហាសុខភាពសប្តាហ៍មុននោះយើងបានលើកយកនៅបញ្ហាឈឺពោះដែរលោកវិជ្ជបណ្ឌិតហើយសប្តាហ៍នេះយើងលើកយកដូចគ្នាក៏ប៉ុន្តែយើងបែងចែកប្រធានបទខុសគ្នាចាតាក់ទងជាមួយនឹងរលាករំពេងហើយជាបឋមសូមជម្រាបសួរលោកវិជ្ជបណ្ឌិតថាតើរំពេងនឹងមានតួនាទីសំខាន់អ្វីខ្លះនៅក្នុងសរីរាង្គរបស់មនុស្សយើងចាបាទលំពេងគឺជាសរីរាង្គមួយដែលនៅក្នុងពោះរបស់យើងវានៅជាប់ជាមួយនឹងបំពង់រំលាយអាហារដែរគឺនៅជាប់ជាមួយនឹងកាពះជាមួយនឹងថង់ផ្លូវបង្ហូរទឹកប្រមាត់ថ្លើមរបស់យើងហ្នឹងហើយមានមុខងារ2មុខងារទី1គឺបញ្ចេញជាតិអាំងស៊ូលីនសម្រាប់គ្រប់គ្រងជំងឺជាតិស្ករនៅក្នុងខ្លួនរបស់យើងហ្នឹងនៅពេលដែលអាំងស៊ូលីនរបស់យើងហ្នឹងខ្វះឬក៏កុងត្រូលដោយសារលំពេងរបស់យើងមិនល្អហ្នឹងគេកើតទៅជាជំងឺទឹកនោមផ្អែមហ្នឹងគឺមុខងាររបស់ក្នុងការបញ្ចេញអុកម៉ូនដោយសារលំពេងនឹងឯងហើយមុខងារមួយទៀតហ្នឹងគឺលំពេងហ្នឹងមានមុខងារបញ្ចេញជាតិអេនហ្សាយឬក៏អង់ស៊ីមបារាំងហៅអង់ស៊ីមហ្នឹងគឺបញ្ចេញមកតាមផ្លូវបង្ហូរទឹកប្រមាត់ជាមួយគ្នាដើម្បីធ្វើការរំលាយអាហារដូចជាមានជាតិប្រូតេអ៊ីនជាតិកាបូហៃដ្រេតហើយនិងជាតិខ្លាញ់សម្រាប់ជួយរំលាយអាហារឲ្យបានល្អដែរនៅក្នុងនោះចាដូច្នេះលំពេងមានតួនាទីសំខាន់ណាស់នៅក្នុងសរីរាង្គរបស់យើងគឺវាមានតួនាទីជួយរំលាយអាហារជួយបញ្ហាជាច្រើនទៀតដែលលោកចាប់បានមានប្រសាសន៍បាញ់មិញអញ្ចឹងមុននឹងជួបពិភាក្សាជាបន្តនាងខ្ញុំសូមគោរពអញ្ជើញប្រិយមិត្តទូរទស្សនិកជនទស្សនាបទបង្ហាញជាមុនសិនដែលបង្ហាញជូនដោយលោកវិជ្ជបណ្ឌិតអវឌ្ឍនៈដែលតាក់ទងទៅនឹងប្រធានបទជំងឺរលាករំពេងចាសូមគោរពអញ្ជើញទស្សនាទាំងអស់គ្នា Clinic Princess មានកម្មវិធីពិសេសសម្រាប់អតិថិជនគឺផ្ដល់ការពិនិត្យសុខភាពពិសេសសម្រាប់ស្ត្រីការពិនិត្យទូទៅលើរាងកាយការពិនិត្យស្រាវជ្រាវរោគមហារីកដោះការពិនិត្យស្រាវជ្រាវរោគមហារីកមាត់ស្បូនការបង្ករោគតាមផ្លូវបន្តពូជស្ត្រីព័ត៌មានបន្ថែមសូមតាក់ទងមកបុគ្គលិក Clinic Princess តាមរយៈលេខទូរស័ព្ទនិងអាសយដ្ឋានខាងក្រោមជំរាបសួរទស្សនិកជនជាទីមេត្រីកាលពីសប្តាហ៍មុនខ្ញុំបានលើកយកពីបញ្ហាឈឺពោះដែលមានឈឺពោះនៅផ្នែកខាងលើហ្នឹងគឺមានបញ្ហាកាពះហើយនិងបញ្ហាគ្រោះនៅក្នុងប្រមាត់ហើយមុននឹងយើងចូលទៅដល់មេរៀនថ្មីទាក់ទងនឹងជំងឺឈឺពោះហ្នឹងដែរគឺជំងឺរលាកលំពេងដូច្នេះមុននឹងចូលចាប់ផ្ដើមទៅដល់ជំងឺថ្មីរលាកលំពេងខ្ញុំសូមបង្ហាញអំពីរំលឹកអំពីបញ្ហាសរីរាង្គដែលមាននៅក្នុងពោះរបស់យើងឃើញថានៅក្នុងផ្នែកខាងលើរបស់យើងហ្នឹងយើងមានថ្លើមយើងមានកាពះយើងមានថង់ទឹកប្រមាត់យើងមានលំពេងនៅខាងក្រោយនេះបាទយើងមានអណ្ដើកនៅខាងក្រោយហ្នឹងហើយដូច្នេះនៅពេលដែលយើងឈឺពោះនៅខាងលើនេះផ្នែកខាងលើយើងចែកចេញជា3ផ្នែកកណ្ដាលនិងផ្នែកខាងក្រោមផ្នែកខាងលើហ្នឹងគឺមានជំងឺគ្រោះនៅក្នុងទឹកប្រមាត់ជំងឺរលាកកាពះហើយនឹងជំងឺរលាកលំពេងហើយយើងឃើញថាជំងឺមួយទៀតនេះគឺមានជំងឺគេហៅថាក្លននៅលើចុងដង្ហើមរបស់យើងហើយនៅបើសិនជានៅខាងឆ្វេងយើងមានជំងឺតាក់ទងជាមួយនឹងជំងឺរលាកមួយទៀតគឺថារលាកពោះវៀនមួយទៀតដូច្នេះជំងឺនៅក្នុងឈឺពោះគឺមានភាពស្មុគស្មាញហ្នឹងគឺថាកាលណាយើងឈឺពោះមានជំងឺច្រើនមិនមែនមានជំងឺកាពះទេអញ្ចឹងថ្ងៃនេះគឺយើងរំលឹកឡើងវិញថានៅពេលដែលយើងឈឺពោះយើងមានជំងឺច្រើនណាស់យើងមានជំងឺរលាកកាពះយើងចំណីអាហារដែលមិនរលាយជំងឺតាក់ទងជំងឺភើដែលចាញ់រលាកកាពះដែរឲ្យភើដែរយើងមានតាក់ទងជាមួយនឹងការទល់លាមក
dương tẹt tông chùm mùi nâng chừng ngư rồi liệt lùm bén miền cà pul chùm này ha dương leo xi chùm mùi nâng chùm này ha chùm ngư đại dương mình cứ than tẹt tông chùm mùi nâng đôi chia ta đọc cô dương mình ta đọc cô rồi có dương tẹt tông chùm mùi nâng khai chư mà chùm luôn cứ thả dương thôi ở dương lia ha mình là ó rồi có dương miền đây trong pua sợi đại miền đây chọc pua đại nơi không năng chẳng dương sắc hai màu vĩnh nơi kia đại dương miền chọc pua nơi này càng lớn chỉ bị xét ra là chọc nơi càng đám dương miền đông cru nơi không và mắt cứ thừa dương chọc chìm ngư đang ó nắng nơi không pua việt tay là tẹt tôn kia bàn tay chỉ miền sợi riêng xem kia vì thế khi nhom năng lược vô chìm ngư tẹt tôn chìm mùi năng nhiều liệt làm pen mà không ngày ní sợi riêng làm pen bao dương ní vì nơi chóp chìm mùi năng cà phê cứ tham viên một nghề rồi bỏ về nó cứ rùm lia hà đại nơi không nắng cứ miền một nghề pi đi mùi vì một nghề rùm lia hà chiết protein miền chiết carbohydrate hay năng chiết miền chiết đánh khăn mà chìm luôn đấy cứ thà dương vi chiết một nghề rùm lia hà đấy hay một nghề mùi chiết cứ bình tranh hormone để mai dương hai cha đặc cao chìm ngư tự nôm phải em rồi coi chừng người chiêm phải em nắng nơi bên để hormone rồi bỏ lùm pen bỏ dương tranh màu mình xuống nó bị áo cào tranh chia chừng người tự nổ mà nó cứ thay vì tranh mình một nghề pi đối chứ nơi bên đây là liệt vía cái chai tranh chỉ pi một nghề để vừa oi rồi liệt cana rồi liệt cái hai chai tranh pi cứ thay rồi liệt làm rái nâng rồi liệt suối sài nơi bên đại dương rồi liệt suối sài miền Tây tha vía chập đám tranh máu chọc khlang thay mà đó nơi bên nắng đấy cứ miền địa bên tại không bằng ngay bốn nó cứ chọc khlang mình tên thấy nó rồi liệt ram rày cứ thay rồi liệt ram rày miền du năm nè chừng ngữ rồi liệt ram rày vì thế nên nơi không mua là hai này ca rồi liệt lồng pé nhằng cứ tha phía trán bài sập phía rồi cứ mình đã một pi cua của mắt để lẹ cho màu thôi mà đã cua của mắt lẹ cho màu vì mình lẹ mà đo trâu mà đo của biến ấy cứ việc lẹ trâu mà đo không bầm pung một step nơi môn cái lại bầm pung để bình chân chiết enzyme để ai mau làm lia và ha ba nó cứ step nâng cái lại nâng nơi pe để step nó cứ pe nó xa để chiết để sắm ráp làm lia và ha enzyme không bị ong lia hay enzyme nó vì ai thử step hay việc tra trâu mà không lùm pe nó việc vừa ơi rồi liệt lùm pe nhé cana lùm liệt lùm pe nhưng hơi việc vừa ơi miền thiệp cứ thay phía trán cứ bài sập rồi để xả đồng cua cứ mà đời xa quạt nhằmไปxa chiết sổ ra trán alcohol miền đôi chia giá cái đẹp là nhằm thực nào chu rồi có xa trán có ao liệt đấy rồi có dương nhằm năm bởi phụ prednisolone phụ năm mà chìm luôn đôi chỉ phụ năm năm phụ năm say và xa đây mà chìm luôn có ao liệt đấy hay nơi không rồi liệt mà chìm luôn tiết nó đòi xa phía trán nó đòi xa cao miền đòi xa quạt crom nạn trả cho rồi đòi xa nhẹ phần đào chom cái lại những cứ ao được buộc snam cái lại những có vị ai rồi liệt đây rồi có đòi xa autoimmune cái thác luôn dương có cao ontico sầm ráp cùng tích luôn dương tại đón hay miền chiết khanh lang tràn rồi có calcium lang tràn có ao liệt này nơi pe khác nè chừng ngữ cao mà ha ri nơi không lồng pén có ai ao liệt đấy hơi đầy chia cha pe khác còn nè chừng ngữ cao lang đời sao phụ virus mà dùm nuốn rồi có bacteria rồi có phụ prun này mà dùm nuốn đại vì châu đây không nắng có việc thừa ở liệt này chẳng mua là hai này cao là liệt nâng tràn nơi không cao là liệt đại thừa liệt lồng pén gì đừng chẳng nơi pe đây liệt lồng pén nâng rốt sinh nhà rồi liệt làm pén mình kho khi pi sinh nhà rồi liệt cái pe đây còn này còn tại miền phía ngôn ngô chiêng viêm miền sinh nhà đôi chia không cả này những chữ búa cứ thà chữ nơi trong đường hai chúng ta chữ nơi hàng nam hàng lơ chúng ta chữ nơi hàng chơi để các chữ pin búa biết bị bạn nâng ao nhẹ chữ ngữ bạn nâng phèp tha chữ trong lại na pe khla hơi nhẹ chữ ngữ chúng ta a miền uất miền chữ ao đấy nơi pe khla nhẹ chữ ngữ của miền krun nè hơi nhà chữ ngữ của ai miên là đánh bé đông cả na quạt chư khang bé đông quạt đào nhọp vì đang quạt nhắm bài giật bàn đi hơi dương khơi tha sả nhà ông từng nâng cư hạ hai chùm quỳ nâng cặp bè chùm quỳ nâng chùm ngữ kru bảo mát kru ấy này chẳng cả đăng lô sả nhà đăng bảo mát nâng việt
biệt thưa còn tại oi group nó song sai thà tao miên chừng ngữ pi bay nơi không đằng hỏi sạch thà tao cả na dương đăng thà miên để chừng ngữ ôn thai pi rục sỉ nhà đằng bờ màn đằng hới cứ dương group tại để thưa rục vi này chay đòi vị thị sắc xem group nó ai xua dương thà tao dương thua miên để nhờ bột bọt năng nhám xa miên bột bọt miên đông cua nơi không tròn nôm đại tê khu pet năng tự cho chiêm từ mưa thà ta mưa là một nghi rồi bỏ lùm pê năng mưa li pass mưa amilas năng chạy mưa chiết score mưa lấy nơi không chiêm năng thà ta miên sỉ nhá để ai để liệt thầy lấy những nơi sọc dương nó cứ dương vừa ban tậpประมาณmột nấy cứ thay dương vị trí xa nơi không cả sai chia nó mưa dương cứ thay cố đại chia cứ thay chia vị trí xa mùi để thao dương ai thưa CT scanก็dương ai thưa rô khơi này nơi không chừng ngữ liệtโดยฉะนั้นการยืนฟื้นจังบ้านกูเป็นอาช่วยรูบินชัยตาหรือเลี้ยลุมเป็นหรือก็อดจังการยืนฟื้นดังทารุสัญญาหรือเลี้ยลุมเป็นให้กูเป็นต้องจับดามเชี่ยบายืนจำพวกรูเลี้ยลุมเป็นคือเชี่ยเชี่ยงือมวยได้หมดโง่ในปีนั้นเนี่ยเชี่ยงือคือถ้าจำบัดเจอแต่หมอดอลมันตีเป็ดกูเป็นต้องจับดามคือทัดตุกไปจีบบ้านที่ผีผู้นำการในได้แบบให้พรำที่ร้อยเนี่ยได้เชี่ยงือได้มีหรือเลี้ยลุมเป็นคือเอาโคตรtừ lửa bé đốn ở khôi từ suốt khôi tầm rong nôm đối với này khi thời thái đã ao nhà trường ngữ đại miên là liền bên nơi kê nơi không bệt đầm bay tam đan đòi chặt nam chặt sờm hay nâng chặt nam một bát ca chư chạp và tua mong tiết nơi kê để giữ đăng thang nhà trường ngữ miên ruột chấp ba hai ruột miền trái chấp ba hai kế nâng chia ba mua là hạt và sân chia không mua là hạt mà nhà trường ngữ đang miên đông cua kia trời tại vì các cặp phim là bị độ vô cả đến trong cua chơi những mọi stepตัวมาเทียบยังอาชีพมาบริษัทเจเนียจึงนั่งมีนแบคทีรีหรือก็มีนไวรัสกี่อายังชีบาตัวตามมูลหายกี่นั่งสายเชียบริษัทเจเนียจึงนั่งมีนปรุนโจโดยขนมนั่งกี่นั่งชีบาปรุนโดยตามนั่งโดยเฉพาะการชีบาในขนมจึงนี่มวยคือมีนพลายเคลียในขนมจึงชื่อปัวบ่อยืงให้จึงยืงคืนท่าการใบใจจึงในขนมปัวบ่อยืงคือมีการสมกสมานเฉลิมดิฉันทั้งไงนี่ขยมเลือกปัญหาดังเมาส์ให้บัสันเช่นนี้จึงมีปัญหาเตะตรงจมูกนั่งชื่อปูให้มีเพียบสู้สายให้เนี่ยจึงไตแต่ติงทำในที่เป็ดเลยแต่ติงทำในกระไหลลุกทำหรือกับฟาร์มซีนั่งให้มันบัดมีเพียบสู้สายเป็นยับมาเป็ดการนามีจึงคลาคือทายยืงตรการชิบาเป็นต้นในตรงที่เป็ดการนายืงตุกเป็นเยี่ยยืงหนึ่งงานยังมีปัญหาพอวิบาระบบอะไรจึงนั่งยืงฟื้นการพิบาลออกทางวิการชราให้เนี่ยจึงมีพอร์ตวิบาลชราเลยน้องทั้งบางจังการบางห้าอย่างปีเจตงจมูกนั่งจมูกหรือเรียนลงเป็นไงนิดยมส่งจอบtại bên này vàส่งออกคุณเซวากรรมคลินิกปรินเซ่มองทั่วก้ามาไพ่บุญเมาส์ปีไงจันดอทไงอัตเตเซวากรรมจมูกไกรมวยการจับปีนัดสกปรกตูเตอร์การจับปีนัดสกปรกสตรีปีเซวาปีกรูสกปรกตูเตอร์สกปรกกรูซาจุงเงือโรเลียจมอมวัดบำปงกอจุงเงือสวดจุงเงือกระเปะปูเวียนทลายจุงเงือดำรังโนมจุงเงือรำไรเลือเชียมตึกโดมพายมโรเลียทลายชื่อสันละเลือเจ็ดครั้งขนมเชียมละจุงเงือเชียมนั่งจุงเงือตูเตอร์เซนตินใบเซวาปีกรูปีนัดนั่งเชียบ้าโรคสตรีวิบัติจงเว้นกาอรเดอร์ทายต้อมไตปัวปนเยกำนัดสาวเชียวมหาริสดอนสาวเชียวมหาริมอดสบนโรคสตรีรถเดอร์มันเตียงแรงรถเดอร์ออสมาตเพียบบังกอกำนัดรถลูดก้นหยึกยบรมลูดทะเลซอละบุญเสวะไอกเตมนุษย์จ้าเพลย์จัดเบดโดงจังนั่งกบมาปรำเสวะจะทนำบังกามนุษย์จ้านังกบม้าปรามวยเซวาเวกัดปรามปีเซวารูปเพียบวิจัสะปรามใบเซวามันตีปีซาวด์จุงงือสำระจุงงือสำระวิจัสะสำระกรอยกาเวกัดสำหรับแต่ทางหามกรุ๊ปแต่ทางหามนึงออกหมดหนึ่งคือแต่นั่งที่เราเอาเนี่ยจุงงือเล็บนำสั้นมาทำมือติดตามประเภทตัดเอายังจองโรคมือจุงงือใส่ยังน้อยคือแต่เอาเล็บนำหนึ่ง
បន្ទាប់ពីលេបថ្នាំហើយវាមានរយៈពេលកំណត់ទៅតាមប្រភេទតេស្តនីមួយៗអញ្ចឹងអ្នកជំងឺចាប់ផ្ដើមផ្លុំកាតរបស់វាហ្នឹងបាទចាប់ផ្ដើមផ្លុំហើយនេះគឺយើងប្រើប្រាស់សម្រាប់តែមនុស្សម្នាក់ទេនៅក្នុងហ្នឹងបាទនេះគឺជាតេស្តដែលផលិតនៅប្រទេសអាល្លឺម៉ង់ជាតេស្តមួយដែលមានប្រសិទ្ធភាពរហូតដល់ 99% គេហៅចាត់ទុកថាជា gold standard ពីអង់គ្លេសគេហៅ gold standard គឺជាស្តង់ដារមាសហើយប្រភេទតេស្តមួយទៀតនេះគឺការធ្វើតេស្តនៅក្នុងស្បោងនេះគឺយើងអាចធ្វើតេស្តបានដែរព្រោះប្រភេទនេះគឺ C13 C13 គេប្រើប្រាស់សម្រាប់ច្រើនគឺថាមាន multi function គឺយើងប្រភេទច្រើនយើងអាចមើលតាំងរហូតទៅដល់ក្លើមើលកាពះបរិមាណជាតិអាស៊ីតទៅក្នុងកាពះមើលភាពទាស់ចំណីអាហារអីមួយចំនួនយើងអាចមើលអញ្ចឹងឲ្យគាត់ផ្លុំមួយសិនហើយបន្ទាប់មកចាំយើងឲ្យថ្នាំអញ្ចឹងលេបថ្នាំគឺថារយៈពេលកំណត់មួយគឺឲ្យអ្នកជំងឺនឹងផ្លុំទី2នេះគឺជាខ្យល់ដង្ហើមរបស់អ្នកជំងឺយើងអាចយកទៅវិភាគនៅក្នុងម៉ាស៊ីនរយៈពេលតែ10នាទីយើងអាចដឹងពីព័ត៌មានថាតើគាត់មានមេរោគកាពះឬក៏អត់នៅក្នុងហ្នឹងឬក៏គាត់អាចមានបញ្ហាទាក់ទងជាមួយថ្លើមមួយអីចឹងគឺទៅតាមប្រភេទតេស្តដែលយើងចង់ធ្វើបច្ចេកទេសនៅក្នុងការព្យាបាលជំងឺអត់មានកូនគឺការបាញ់មេជីវិតចូលគឺជាបច្ចេកវិទ្យាមួយដែលធ្វើឲ្យប្រសិទ្ធភាពនៅក្នុងការព្យាបាលហ្នឹងកាន់តែអត្រានៃការមានកូនហ្នឹងកាន់តែមានច្រើនខ្ពស់ជាងធម្មតាទៀតតកតងជាមួយនឹងការបាញ់មេជីវិតឈ្មោះចូលទៅក្នុងស្បូននេះគឺយើងធ្វើជាទូទៅគឺនៅស្ថិតនៅចន្លោះខ្ទង់ថ្ងៃទី12 14នៃវគ្គរដូវយើងធ្វើហ្នឹងគឺអាស្រ័យទៅតាមកត្តា3ដែលក្រោយពីការយើងពិនិត្យមើលឃើញថាតើកសោមពងគាត់នឹងមានផ្ទុកមេជីវិតញីនឹងគ្រប់គ្រាន់លក្ខណៈហើយនៅហើយស្ទាប់ស្បូនរបស់គាត់អាចបង្កលក្ខណៈងាយស្រួលដល់ការចាប់ទុំនៃកំណរកូននឹងឬហើយឬនៅនឹងមួយទៀតតកតងជាមួយនឹងអរម៉ូនរបស់គាត់កាលណាបើយើងឃើញកត្តាទាំង3ហ្នឹងដំណើរការល្អទាំងអស់ទើបយើងធ្វើការបាញ់មេជីវិតចូលទៅបានជោគជ័យហើយចំពោះសូមបញ្ជាក់បន្ថែមទៀតដែរចំពោះការដែលយើងបាញ់មេជីវិតឈ្មោលចូលទៅក្នុងស្បូននេះគឺយើងមិនមែនយកមេជីវិតទាំងមូលនោះទេទាំងស្រុងនោះទេគឺយើងយកមេជីវិតដែលបានបញ្ចេញពីទឹកការបបរោះមកយើងយកទៅលាងសម្អាតមានន័យថាយើងចម្រាញ់យកតែមេជីវិតដែលល្អដែលមានគុណភាពល្អហើយក៏ដូចគ្នាគឺយើងទៅលាងជាមួយនឹងម៉ាស៊ីនដើម្បីចម្រោះនៅមេរោគចេញយើងប្រើតែមេជីវិតសុទ្ធដែលចាក់បញ្ចូលទៅក្នុងស្បូនរបស់គាត់នឹងមានចំណុះប្រហែលជា 2cc អីតែប៉ុណ្្នឹងទេហើយក្នុងការបាញ់គឺយើងតម្រូវឲ្យការបាញ់យើងគឺធ្វើទៅដោយមានការប្រុងប្រយ័ត្នដោយថ្នមហើយនឹងក៏អ្នកជំងឺគាត់ត្រូវសម្រាកស្ងៀមក្រោយពេលដែលគាត់បាញ់រួចដើម្បីឲ្យការជ្រាបចូលរបស់មេជីវិតឈ្មោលទៅក្នុងទៅជួបជាមួយមេជីវិតញីនៅដៃស្បូននឹងបានដំណើរការល្អបញ្ហាថ្មីមួយទៀតតែដូចមិនជាបញ្ហាថ្មីទេគឺបញ្ហានឹងកើតឡើងនៅច្រើនដែលលើមនុស្សអាយុពេញវ័យចាប់ពីអាយុ40ឡើងទៅហ្នឹងគឺសម្បូរគឺឫសដូងបាតអ្នកជំងឺតែងតែមានការព្រួយបារម្ភណាស់ឬដូងបាតវាត្រែងតែធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងធ្លាក់ឈាមហើយកន្លងមកយើងឃើញថាការព្យាបាលហ្នឹងគឺមានច្រើនប្រភេទហើយអ្នកជំងឺពិបាកនឹងយល់ថាតើប្រភេទណាដែលមិនមានការឈឺចាប់មិនមានការហូរឈាមហើយប្រសិទ្ធភាពនឹងបានខ្ពស់ជាងគេកន្លងមកហ្នឹងគឺគេអាចធ្វើបាននៅក្នុងការវះកាត់ឬក៏គេបាញ់ laser ឬក៏គេចាក់ថ្នាំដើម្បីឲ្យស្វិតវិធីទាំងអស់នោះគឺសិតតែជាវិធីដែលនៅប្រទេសកម្ពុជាយើងធ្លាប់ធ្វើនៅលើជំងឺទូទៅប៉ុន្តែ Princess Clinic ហ្នឹងក៏បាននាំចូលបច្ចេកវិទ្យាថ្មីមួយទៀតនៅក្នុងការកាត់ឬដូងបាតដោយមិនមានការឈឺចាប់ទេហើយមានប្រសិទ្ធភាពខ្ពស់គឺថាយើងចងឬដូងបាតនៅក្នុងរយៈពេលតែ3នាទីទេគឺយើងជាតែ
ហើយអ្នកជំងឺអត់ដឹងថាខ្លួនឯងនឹងមានការឈឺចាប់អត់មានហូរឈាមហើយប្រសិទ្ធភាព95%ជាទូទៅ Princess Clinic នឹងធ្វើផ្ដល់នៅសេវាអ្វីដែលមិនមានការឈឺចាប់ហើយនឹងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការព្យាបាលអ្នកជំងឺ ប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាញ់មិញនេះលោកអ្នកទើបតែបានទស្សនានៅបទបង្ហាញដែលបង្ហាញជូនដោយលោកវិជ្ជបណ្ឌិតអវឌ្ឍនៈដែលជានាយកនៃ Clinic Princess ដែលយើងបានផ្ដោតសំខាន់ទៅលើបញ្ហាជំងឺឈឺពោះដោយនៅក្នុងនោះយើងបែងចែកប្រធានបទអំពីបញ្ហារលាកលំពេងដូច្នេះនេះខ្ញុំសូមជួបពិភាក្សាជាមួយនឹងលោកវិជ្ជបណ្ឌិតជាបន្តទៀតចា៎លោកវិជ្ជបណ្ឌិតអំបញ្ញមិញនេះយើងបានទស្សនាការបង្ហាញជូនរបស់លោកវិជ្ជបណ្ឌិតហើយគឺលំពេងហ្នឹងបើយើងស្ដាប់ទៅយើងគិតថាធម្មតាដល់ពេលយើងតាក់ទងជាមួយនឹងជំងឺរលាកអញ្ចឹងស្រាប់តែគ្រោះថ្នាក់យើងស្ដាប់ទៅគួរឲ្យភ័យខ្លាចចាទស្សនាបាញ់មិញនេះគឺគួរឲ្យព្រួយបារម្ភដែរតាក់ទងជាមួយនឹងបញ្ហានេះដូច្នេះបើសិនជាអ្នកជំងឺគាត់ឈឺពោះតែយើងអាចដឹងថាតើឈឺពោះមកពីមូលហេតុអ្វីទៅលោកចាំដិតព្រោះនៅក្នុងពោះយើងមានសរីរាង្គជាច្រើនតើលោកចាំដិតអាចជម្រាបជូនបានទេចាកាលណាអ្នកជំងឺចូលមកត្អូញត្អែប្រាប់យើងពីបញ្ហាឈឺពោះវិជ្ជបណ្ឌិតរបស់យើងនឹងជាទូទៅយើងទៅឆែកមើលប្រវត្តិរបស់អ្នកជំងឺមានសារៈសំខាន់ថាតើអ្នកជំងឺមានប្រវត្តិរលាកថ្លើមអ្នកជំងឺប្រវត្តិរលាកកាពះអ្នកជំងឺមានប្រវត្តិមានដុំគ្រោះនៅក្នុងទឹកប្រមាត់មានប្រវត្តិញ៉ាំស្រាប្រវត្តិអីគឺប្រវត្តិអ្នកជំងឺមានសារៈសំខាន់ណាស់នៅក្នុងនឹងបន្ទាប់ពីយើងយកប្រវត្តិអ្នកជំងឺហើយយើងត្រូវតែស្ដាប់ការត្អូញត្អែរបស់អ្នកជំងឺមានភាពយ៉ាងម៉េចនៅហ្នឹងហើយយើងពិនិត្យយើងមើលតាំងពីការសង្កេតយើងត្រូវតែស្ទាបមើលរោគកន្លែងដែលមានការឈឺចាប់ដូច្នេះក្នុងប៉ុណ្ណឹងគឺយើងអាចឲ្យដឹងថាអ្នកជំងឺគ្រូពេទ្យយើងសង្ស័យថាមានជំងឺប្រមាណមុខហើយនៅក្នុងដែលតាក់ទងជាមួយនឹងជំងឺហ្នឹងចា៎បាទអញ្ចឹងយើងគឺតួនាទីគ្រូពេទ្យមានសារៈសំខាន់ណាស់នៅក្នុងការពិនិត្យអ្នកជំងឺបាទចាសូមអរគុណនាងខ្ញុំសួរសំណួរនេះទៅលោកវិជ្ជបណ្ឌិតដោយថានៅពេលដែលយើងឈឺពោះតាមធម្មតានាងខ្ញុំក៏ដោយមិនដឹងថាអ្នកដែលកំពុងទស្សនាគាត់អ្នកឬក៏អ្នកជំងឺមួយចំនួនគាត់យ៉ាងម៉េចទេប៉ុន្តែឲ្យតែឈឺពោះយើងគិតថាប្រហែលជាកាពះទៅទិញថ្នាំនៅប៉ាម៉ាស៊ីញ៉ាំដោយខ្លួនឯងអញ្ចឹងបានថានៅក្នុងពោះយើងមិនមែនមានតែកាពះហើយនឹងពោះវៀនទេគឺមានបញ្ហាជាច្រើនដែលបណ្ដាលឲ្យយើងឈឺពោះដែរចាសូមអរគុណអញ្ចឹងយើងចូលមកកាន់ប្រធានបទរបស់យើងវិញតាក់ទងជាមួយនឹងជំងឺរលាកលំពេងនេះអញ្ចឹងបើសិនជាអ្នកជំងឺគាត់ដឹងថាគាត់រលាកលំពេងហើយយើងបានពិនិត្យហើយអញ្ចឹងរយៈពេលប្រហែលដែលចេញរោគសញ្ញាឲ្យយើងដឹងថាធ្ងន់ធ្ងរត្រូវតែព្យាបាលចានៅពេលដែលយើងដឹងថារលាកលំពេងហើយយើងមើលទៅក្នុងស្ថានភាពអ្នកជំងឺគឺថាវាមានរលាកលំពេងហ្នឹងថាតើរ៉ាំរ៉ៃឬក៏រ៉ាំរ៉ៃគឺឬក៏ស្រួចស្រាវនៅពេលហ្នឹងពីព្រោះការរលាកលំពេងវាមានផលវិបាក3ធំគឺ25%ហ្នឹងអ្នកជំងឺអាចឲ្យយើងខូចបេះដូងអាចខូចសួតហើយនឹងអាចខូចត្រង់នោមនេះគឺជាបញ្ហាដែលគ្រោះថ្នាក់សម្រាប់អ្នកជំងឺដូច្នេះកាលណាមានដឹងថារលាកលំពេងហើយពេទ្យគេត្រូវតែដាក់ចូលទៅក្នុងកន្លែងសង្គ្រោះបន្ទាន់ដើម្បីព្យាបាលអ្នកជំងឺឲ្យរួចផុតអំពីគ្រោះថ្នាក់ហ្នឹងសិននៅហ្នឹងតបមកបានគេចាប់ផ្ដើមព្យាបាលមូលហេតុរបស់អ្នកជំងឺនឹងថាតើយើងព្យាបាលមូលហេតុអីដោយសារមានមេរោគឬក៏ដោយសារមានដុំគ្រោះឬក៏ដោយសារមានព្រូនមានអីពីព្រោះនៅស្រុកខ្មែរយើងបញ្ហាព្រូនក៏សម្បូរដែរដោយសារអនាម័យនៅក្នុងប្រទេសអាស៊ីរបស់យើងនឹងមានភាពមានកម្រិតដែរនៅក្នុងហ្នឹងចាដូច្នេះនៅពេលដែលអ្នកជំងឺគាត់ទទួលឧទាហរណ៍ថាបើសិនជាគាត់មានជំងឺនេះហើយគាត់មិនទទួលការព្យាបាលអាចឲ្យអ្នកជំងឺបាត់បង់ជីវិតទេលោកចាំដែរបាទជំងឺរលាកលំពេងជាជំងឺមួយស្រួចស្រាវហើយគ្រោះថ្នាក់គឺថាវាអាចប៉ះពាល់ទៅដល់អាយុជីវិតរបស់អ្នកជំងឺបើសិនជាយើងមិនបានព្យាបាលឲ្យបានទាន់ពេលវេលាបើបានព្យាបាលឲ្យបានត្រឹមត្រូវទេគឺយើងនឹងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់គ្រប់ពេលវេលានៅនេះចាសូមអរគុណនៅក្នុងបទបង្ហាញលោកវិជ្ជបណ្ឌិតបានជម្រាបជូនអំពីអាការៈអំពីវិធីនៅក្នុងមូលហេតុដែលបណ្ដាលឲ្យវាបង្កើតទៅជាជំងឺហ្នឹងដូច្នេះតើយើងមានវិធីការពារទេលោកវិជ្ជបណ្ឌិតបើសិនជាយើងមិនចង់ឲ្យវាមានជំងឺរលាកលំពេងតើយើងអាចការពារដោយវិធីណាខ្លះដែរចានៅក្នុងមូលហេតុចម្បងនៅក្នុងដែលធ្វើឲ្យជំងឺរលាកលំពេងហ្នឹងទី1គឺការមានដុំគ្រោះនៅក្នុងប្រមាត់ដូច្នេះយើងត្រូវតែព្យាបាលបើសិនជាយើងមើលស្ថានភាពដុំគ្រោះនឹងខ្លាចកន្លែងពេលណាមួយវាធ្លាក់ដុំគ្រោះនឹងមកស្ទះនៅបំពង់បង្ហូរទឹកប្រមាត់បំពង់បង្ហូរដែលរំលាយអាហាររបស់យើងនឹងមកស្ទះហ្នឹងគឺអាចឲ្យវារលាកលំពេងដូច្នេះយើងត្រូវតែមើលថ្លឹងថ្លែងថាតើយើងគួរតែព្យាបាលវះកាត់យកចេញឬក៏ចោះយកចេញ
នឹងទៅតាមស្ថានភាពជាក់ស្ដែងទី2បញ្ហារឿងការពិសាសូរ៉ាការជក់បរិយការដែលយើងញ៉ាំអាហារដែលមានជាតិដែលពុលអីមួយចំនួននៅក្នុងហ្នឹងគឺមានបាក់តេរីមានអីច្រើនក៏អាចឲ្យរលាកលំពេងដែរចា៎អញ្ចឹងយើងអាចការពារបាននៅក្នុងហ្នឹងកាលណាសុខភាពរបស់យើងល្អជាទូទៅយើងមានប្រព័ន្ធការពាររាងកាយសម្រាប់ទប់ទល់ជាមួយមេរោគច្រើនដូច្នេះយើងកាលណាសុខភាពរបស់យើងល្អមានសារៈសំខាន់ណាស់អ្នកជំងឺដែលបានឆែកសុខភាពទៀងទាត់មានសុខភាពល្អមានអាយុជីវិតយូរជាងអ្នកដែលមិនដែលបានមើលពិនិត្យតាមដានសុខភាពរបស់ខ្លួនចានៅក្នុងប្រធានបទយើងដោយយើងបានភ្ជាប់ពីសប្តាហ៍មុនដូច្នេះហើយនៅសប្តាហ៍ក្រោយៗទៀតលោកវិជ្ជបណ្ឌិតនឹងមានប្រធានបទអ្វីដែលយើងនឹងចែកជូនទៅដល់អ្នកដែលកំពុងទស្សនាបានស្វែងយល់អំពីបញ្ហាឈឺពោះនេះបន្តទៀតទេលោកវិជ្ជបណ្ឌិតនៅក្នុងបញ្ហាឈឺពោះយើងមានបញ្ហាច្រើនណាស់ដែលខ្ញុំបានលើកត្រួសយកមកបង្ហាញជូនមូលហេតុនៃការឈឺពោះប្រហែលជា20-30បញ្ហាទៀតចា៎ប៉ុន្តែយើងនឹងលើកបញ្ហាអ្វីដែលសម្បូរច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាយើងជំងឺរលាកខ្នែងពោះវៀនជំងឺរលាកពោះវៀនជំងឺរលាកកន្លែងគេហៅថាស្រោមពោះជំងឺនៅដុំនៅដៃស្បូនក៏ឲ្យឈឺពោះដែរអញ្ចឹងស្អីក៏ឈឺពោះច្រើននៅក្នុងហ្នឹងអញ្ចឹងយើងនឹងលើកយកប្រធានបទណាដែលវាមានសម្បូរដែលប្រជាជនរបស់យើងច្រើនកើតញឹកញាប់នៅនឹងដូចជាជំងឺកាពះប្រហែលជា100%នេះមានណាមានច្រើនអញ្ចឹងបានខ្ញុំយកប្រធានបទកាពះហ្នឹងយកមកបង្ហាញមុនគេឲ្យតែងតែរំលឹកឡើងវិញថាបញ្ហាកាពះហ្នឹងគេអាចព្យាបាលរបៀបម៉េចដើម្បីការពារកុំឲ្យទៅជាមហារីកពីព្រោះមហារីកកាពះគឺជាប់លេខ2បន្ទាប់ពីមហារីកសួតអ្នកដែលភាសាបរិយយើងដឹងហើយយើងនៅជុំវិញផ្សែងបរិយក៏ឲ្យមហារីកដែរអញ្ចឹងការបង្ហាញរបស់ប្រទេសម៉ាឡេថ្ងៃមុនគឺស្ថិតិរបស់គេក៏មិនខុសពីយើងទេពីព្រោះប្រទេសនៅក្នុងត្រូពិកតំបន់ត្រូពិកដូចគ្នាពេលក្តៅដូចគ្នាអញ្ចឹងឃើញថាជំងឺកាពះអាចឲ្យទៅមហារីកជាប់លេខ2បាទខ្ញុំលើកពីបញ្ហាកាពះមិនដែលរខានម្ដងណាដើម្បីភ្ជាប់ជាមួយនឹងការឈឺពោះជាចុងបញ្ចប់នេះនាងខ្ញុំសូមឲ្យលោកវិជ្ជបណ្ឌិតជួយជូនជាដំបូងមានសុវត្ថិភាពសម្រាប់អ្នកជំងឺឬក៏អ្នកដែលកំពុងទស្សនាកម្មវិធីរបស់យើងចា៎ដោយសារបញ្ហាសុខភាពរបស់យើងនៅក្នុងប្រទេសកម្ពុជារបស់យើងជាប្រទេសមួយដែលកំពុងតែឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំអញ្ចឹងយើងឃើញថាបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តធ្លាក់ចុះដូច្នេះវាតាក់ទងគ្នាហ្នឹងហើយវាដូច្នេះការតាមដានសុខភាពការពិនិត្យសុខភាពប្រចាំឆ្នាំមានសារៈសំខាន់ណាស់ដើម្បីតាមដានការពារនៅជំងឺមួយចំនួនយើងអាចដឹងមុនយើងមិនមែនភ័យទេនៅក្នុងនឹងកាលណាយើងដឹងមុនយើងអាចការពារបានជំងឺទាំងអស់ហ្នឹងយើងព្យាបាលដើម្បីការពារជៀសវាងនឹងឧបទ្ទហេតុដែលកើតឡើងខ្មែរយើងថាខ្យល់កពេលខ្លះខ្យល់កកើតឡើងអត់ដឹងថាជំងឺអីគាត់ក៏ស្លាប់ទៅតែម្ដងដូច្នេះពុំមែនដែលជំងឺដែលកើតឡើងដោយចៃដន្យនៃជំងឺដែលសិតតែបើសិនជាយើងបានពិនិត្យសុខភាពប្រចាំឆ្នាំយើងអាចដឹងមុនហើយនឹងយើងព្យាបាលចាសូមអរគុណលោកវិជ្ជបណ្ឌិតគឺដោយដែលលោកវិជ្ជបណ្ឌិតមានប្រសាសន៍អញ្ចឹងនៅពេលខ្លះអ្នកជំងឺគាត់គិតថាទៅពិនិត្យនាំតែឃើញសញ្ញាច្រើននាំតែឃើញជំងឺច្រើននេះខ្លាចភ័យតាមពិតទៅបើសិនជាយើងបានពិនិត្យសុខភាពឲ្យបានទៀងទាត់យើងបានដឹងអំពីប្រភេទជំងឺណាខ្លះដែលយើងកំពុងតែប្រឈមមុខនឹងជួបប្រទះអញ្ចឹងយើងអាចមានវិធានការនៅក្នុងការទប់ស្កាត់និងព្យាបាលឲ្យបានទៀងទាត់និងបានត្រឹមត្រូវអញ្ចឹងហើយយើងអាចជៀសផុតពីជំងឺទាំងអស់នោះចាសូមអរគុណរាល់ការតាមដានទស្សនារបស់លោកលោកស្រីនាងកញ្ញានៅក្នុងកម្មវិធីសុខភាពខ្ញុំដែលលោកវិជ្ជបណ្ឌិតអវឌ្ឍនៈលោកតែងតែលើកយកនៅប្រធានបទដែលមានសារៈសំខាន់និងមានអត្ថន័យជូនទៅដល់លោកអ្នកបានទស្សនាហើយសម្រាប់សប្តាហ៍ក្រោយៗទៀតយើងនឹងលើកយកប្រធានបទដែលល្អៗជូនលោកអ្នកទស្សនាជាបន្តទៀតនៅពេលនេះនាងខ្ញុំរចនានិងលោកវិជ្ជបណ្ឌិតអវឌ្ឍនៈសូមអរគុណសូមគោរពលា